លំហាត់តាមយុទ្ធនិមិត្តកម្ពុជាចិនឆ្នាំ2019បានចាប់ផ្ដើមបើកធ្វើជាផ្លូវការហើយនៅព្រឹកថ្ងៃទី13ខែមិនិនានេះរហូតដល់ថ្ងៃទី27ខែមិនិនាខាងមុខនៅឯទីលានបាញ់ក្របពិតស្ថិតនៅស្រុកជុំគិរីខេត្តកំពតលំហាត់សមយុទ្ធនេះមានការចូលរួមពីកងទ័ពកម្ពុជាចិនសរុបជិត 3000 នាក់អមដោយអាវុធយុទ្ធភ័ណ្ឌធុនធ្ងន់ជាច្រើនអ្វីជាការកត់សម្គាល់លំហាត់សមយុទ្ធយោធាកម្ពុជាចិននៅឆ្នាំ2019នេះធ្វើឡើងនៅក្នុងទ្រង់ទ្រាយធំជាងមុនបើធៀបនឹងលើកទី1នៅឆ្នាំ2016និងលើកទី2នៅឆ្នាំ2018vàសំណប់លោកបាត់ព័ត៌មាននេះលំហាត់សមយុទ្ធនាមាសឆ្នាំ2019រវាងកងទ័ពកម្ពុជាចិនបានបើកធ្វើនៅថ្ងៃនេះក្រោមការចូលរួមពីលោកនាយឧត្តមសេនីយ៍វង្សពិសេសអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទនិងឧត្តមសេនីយ៍តូហ្វេងសាងនាយរដ្ឋសេនាធិការកងទ័ពជើងគោកនៃតំបន់យុទ្ធភូមិភាគខាងត្បូងរបស់កងទ័ពរំដោះប្រជាជនចិនក្រៅពីនេះនៅមានវត្តមាននៃការចូលរួមពីភ្ញៀវជាតិអន្តរជាតិអនុព័ន្ធយោធាដែនដីនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទលំហាត់សមយុទ្ធនៅលើទីលានបាញ់ក្របពិតនេះមានរយៈពេល15ថ្ងៃចាប់ផ្ដើមពីថ្ងៃទី13ដល់ថ្ងៃទី27មីនាស្ថិតនៅលើទីលានបាញ់ក្របពិតសាលាវឹកវើនដេជោសែនជុំគិរីស្ថិតនៅភូមិត្រពាំងវែងឃុំត្រពាំងរាំងស្រុកជុំគិរីខេត្តកំពតនាយឧត្តមសេនីយ៍រដ្ឋអគ្គមេបញ្ជាការរងនិងជានាយសេនាការចម្រុះនៃកងយុទ្ធពលខេមរភូមិន្ទបានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅឯខេត្តកំពតថាការធ្វើលំហាត់សមយុទ្ធយោធានាមាសរវាងកងទ័ពកម្ពុជាចិនឆ្នាំ2019នេះមិនមែនជាការគំរាមកំហែងដល់ប្រទេសឬបុគ្គលណាមួយនោះឡើយបើតាមលោកនាយឧត្តមសេនីយ៍លំហាត់សមយុទ្ធយោធានេះនឹងធ្វើឡើងជារៀងរាល់ឆ្នាំហើយនឹងមានទ្រង់ទ្រាយធំជាបន្តដើម្បីពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជាលំហាត់សមយុទ្ធនេះមានការចូលរួមពីកងទ័ពរំដោះប្រជាជនចិនចំនួន252នាក់និងកងទ័ពកម្ពុជាចំនួន2542នាក់ក្នុងនោះមានកងកម្លាំងធ្វើលំហាត់សមយុទ្ធចំនួន382នាក់កងកម្លាំងបម្រើការក្នុងលំហាត់សមយុទ្ធចំនួន444នាក់កងកម្លាំងចូលរួមក្នុងពិធីបើកនិងបិទចំនួន1685នាក់លំហាត់សមយុទ្ធនៅលើទីលានបាញ់ក្របពិតនេះមានរយៈពេល15ថ្ងៃហើយនឹងធ្វើការវឹកវើនៅក្នុងទីបញ្ជាការនិងទីលានដោយផ្ដោតខាងទៅលើវិញ្ញាសាមួយចំនួនដូចជាការប្រយុទ្ធប្រឆាំងនឹងភេរវកម្មការរំដោះចំណាប់ខ្មាំងការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិការបំពេញភារកិច្ចក្រោមឆ័ត្រអង្គការសហប្រជាជាតិនិងវិស្វកម្មអមដោយអាវុធយុទ្ធភ័ណ្ឌសំខាន់ៗដូចជារពាសដែករថក្រោះកំភ្លើងធំកំភ្លើងក្បាលឧទ្ធម្ភាគចក្រនិងអាវុធគាំទ្រពីលើអាកាសជាដើមគួរជំរាបជូនថាលំហាត់សមយុទ្ធនាមាសកម្ពុជាចិនលើកទី3ដែលបានធ្វើឡើងចាប់ពីឆ្នាំ2016និងឆ្នាំ2018មកបានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានសម្រេចផ្អាកការធ្វើលំហាត់សមយុទ្ធយោធាជាមួយនឹងកងទ័ពសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ2017មកអ្វីដែលជាការកត់សម្គាល់លំហាត់សមយុទ្ធនាមាសឆ្នាំ2019រវាងកងទ័ពកម្ពុជាចិននេះត្រូវបានគេមើលឃើញថាមានលក្ខណៈទ្រង់ទ្រាយធំជាងមុន